មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី115ទិវានារីអន្តរជាតិ8មីនាក្រោមប្រធានបទសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើខួបអនុស្សាវរីយ៍លើកទី115ទិវានារីអន្តរជាតិ8មីនាក្រោមប្រធានបទសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ កែច័ន្ទមនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនិងលោកស្រីប៊ុនសុភីអភិបាលរងខេត្តកំពង់ឆ្នាំងនៅមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីថ្នាក់ដឹកនាំនៃមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងលោកស្រីប៊ុនសុភីអភិបាលរងខេត្តកំពង់ឆ្នាំងបានអានព្រះរាជសារសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរអបអរសាទរចំពោះខួបលើកទី115ទិវាអន្តរជាតិនារី8មីនាឆ្នាំ2026សម្ដែងក្តីអបអរសាទរនៃការរំលឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោកក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យនិងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រីនៅក្នុងសង្គមដែលទាំងនេះគឺជាមូលដ្ឋាននិងជាយុទ្ធសាស្ត្រគន្លឹះមួយនាំមកនូវការផ្ដល់កលានុវត្តភាពពេញលេញដល់ស្ត្រីនិងក្មេងស្រីដើម្បីចូលរួមនិងទទួលភាគផលដោយស្មើភាពពីកិច្ចអភិវឌ្ឍជាមួយគ្នានេះក៏អំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារនិងការលុបបំបាត់នៅរាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រីនិងគ្រួសារដែលទាំងនេះជាបុរេលក្ខខណ្ឌនិងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពស្ថិរភាពនិងវិបុលភាពសង្គមលោកជំទាវ កែច័ន្ទមនីបានបញ្ជាក់ថាស្ត្រីនិងក្មេងស្រីទាំងអស់នៅទូទាំងប្រទេសដែលបានកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍគ្រួសារសេដ្ឋកិច្ចនិងសង្គមជាតិសហគមន៍និងសង្គមព្រមទាំងបានរួមចំណែកយ៉ាងអស្ចារ្យក្នុងវិស័យការពារជាតិជាដើមបន្ថែមពីនេះក្រសួងកិច្ចការនារីនិងភាគីពាក់ព័ន្ធទាំងអស់ទាំងវិស័យរដ្ឋនិងឯកជនដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តនៅបេសកកម្មដ៏ថ្លៃថ្លាដើម្បីស្ត្រីនិងក្មេងស្រីឲ្យបានទទួលនៅកលានុវត្តភាពនិងសក្តានុពលពេញលេញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយសមភាពសមធម៌និងបរិយាបន្នលោកជំទាវ កែច័ន្ទមនីបានបញ្ជាក់ទៀតថាបងប្អូនស្ត្រីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារនិងសង្គមជាតិហើយក៏ជាឆ្អឹងក្នុងសេដ្ឋកិច្ចគ្រួសារការចូលរួមរបស់ស្ត្រីនាពេលបច្ចុប្បន្នទាំងវិស័យឯកជននិងវិស័យសាធារណៈក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឲ្យឃើញអំពីកាតព្វកិច្ចភារកិច្ចទូនាទីនិងការអនុវត្តនៅសិទ្ធិពេញលេញព្រមទាំងកលានុវត្តភាពក្នុងការអភិវឌ្ឍនៅចំណេះជំនាញបច្ចេកទេសនិងធនធានរបស់ខ្លួនដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិជាសកលជាដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គមប្រកបដោយសមភាពនិងសមធម៌នៅក្នុងឱកាសនោះលោកជំទាវ កែច័ន្ទមនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានចែកជូនកាដូអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំមន្ទីររួមនឹងមន្ត្រីដែលបានចូលរួមវត្តផងដែរ